ជំរាបសួរខ្ញុំវិជ្ជការសូមស្វាគមន៍សាជាថ្មីមកកាន់កន្លែងអានសៀវភៅតូចមួយរបស់ខ្ញុំជាដំបូងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រចូលចិត្តទស្សនានៅក្នុងភាគទី1កន្លងមកនៅក្នុងរាត្រីនេះខ្ញុំនឹងនាំយកសាច់រឿងបន្តនៃភក្តីភាពរបស់នាងទាវមកធ្វើការអានជូនប្រិយមិត្តស្ដាប់កំដរអារម្មណ៍សូមរក្សាចិត្តឲ្យស្ងប់រួចមកស្ដាប់ការអានរបស់ខ្ញុំដូចតទៅ 2. បុព្វហេតុនៃសេចក្តីទុក្ខព្រួយរបស់នាងទាវទុក្ខពេលឃ្លាតទុំទុក្ខព្រោះម្ដាយបង្ខំឲ្យស្រឡាញ់មើលងួនទុក្ខព្រោះអាមាត្យកែនាងទៅថ្វាយព្រះរាជាទុក្ខព្រោះម្ដាយបង្ខំជាថ្មីឲ្យរៀបការជាមួយមើលងួនទុក្ខធំបំផុតគឺពេលគេយកទុំទៅសម្លាប់និងពេលដែលនាងលើកកំបិតស្លាចាក់កខ្លួនឯងសេចក្តីស្នេហារវាងនាងទាវនិងទុំបានចាប់ផ្ដើមកើតឡើងនៅពេលដែលទុំទៅស្មូតនៅផ្ទះនាងតាំងពីពេលនោះមកនាងទាវមានទុក្ខរហូតទុក្ខព្រោះសេចក្តីនឹករលឹកស្រឡាញ់ដោយការព្រាត់អំពីទុំលុះពេលដែលទុំស្រាតស្បង់ចោលកណ្ដាលព្រៃហើយតាមទៅរកនាងការព្រាត់ប្រាសនោះក៏រសាយទៅតែក្រោយមកទៀតនាងត្រូវមានទុក្ខព្រោះទុំសង្សារសម្លាញ់របស់នាងត្រូវបានកេណ្ឌយកទៅលង្វែកនាងទាវមានទុក្ខក៏ពិតមែនប៉ុន្តែទុក្ខទាំងប៉ុន្មាននោះជាទុក្ខបន្ទាប់បន្សំទេរីឯទុក្ខដ៏ធំវិញគឺទុក្ខនៅពេលម្ដាយបង្ខំឲ្យនាងរៀបការជាមួយមើលងួននិងនៅពេលពួកអាមាត្យនាំនាងទៅថ្វាយព្រះរាជាលុះទៅដល់លង្វែកសេចក្តីទុក្ខរបស់នាងក៏រសាយទៅវិញព្រោះព្រះរាជាបានរៀបមង្គលការរូបនាងនិងទុំជាប្តីប្រពន្ធពេញច្បាប់ស្របតាមសេចក្តីប្រាថ្នារបស់នាងក៏ប៉ុន្តែទុក្ខចាស់របស់នាងបានរំសាយទៅមិនបានប៉ុន្មានផងទុក្ខថ្មីក៏ចាប់ផ្ដើមកើតឡើងទៀតហើយទុក្ខចុងក្រោយនេះជាទុក្ខយ៉ាងធំបំផុតក្នុងជីវិតរបស់នាងសេចក្តីទុក្ខគឺជាការដែលម្ដាយនាងបោកបញ្ឆោតឲ្យនាងត្រឡប់ទៅផ្ទះវិញហើយចាប់បង្ខំឲ្យរៀបការជាមួយមើលងួនតែម្ដងមិនតែប៉ុណ្ណោះអរជូនថែមទាំងចាប់ទុំដែលត្រូវជាប្តីរបស់នាងទៅសម្លាប់ចោលថែមទៀតពេលនោះនាងទាវមានទុក្ខធ្ងន់បំផុតពុំអាចពិពណ៌នាបានឡើយគឺទុក្ខរហូតដល់នាងដាច់ចិត្តលើកកំបិតស្លាចាក់កសម្លាប់ខ្លួនឯងទុក្ខរបស់នាងដូចយើងបានឃើញគឺជាទុក្ខដែលបច្ចុប្បន្នមនុស្សរមែងតែងទទួលបាននៅក្នុងសង្គមណាដែលគ្មានការរៀបចំបានត្រឹមត្រូវតើនរណាធ្វើឲ្យនាងទាវមានទុក្ខមតិខ្លះបានពោលថានាងទាវមានទុក្ខព្រោះស្នេហាពិតមែននាងទាវមានទុក្ខព្រោះស្នេហាអញ្ចឹងមែនព្រោះបើនាងមិនស្រឡាញ់ទុំនាងក៏មិនមានកើតសេចក្តីទុក្ខដែរហើយការស្រឡាញ់នេះប្រព្រឹត្តទៅដោយលួចលាក់ខុសនឹងប្រពៃណីខុសនឹងទឹកចិត្តម្ដាយរបស់នាងយើងទម្លាក់កំហុសលើនាងទាវនេះជាការសមរម្យហើយក៏ប៉ុន្តែក្រោយមកនៅពេលដែលព្រះរាមាបានរៀបចំផ្សំគុំរូបនាងនឹងទុំជាប្តីប្រពន្ធពេញច្បាប់នាងមិនត្រូវទទួលកំហុសនោះទេហើយយើងមិនអាចចោទថានាងមានទុក្ខព្រោះស្នេហាបានដែរក្រោយនេះនាងមានទុក្ខព្រោះបញ្ហាចង្អៀតចង្អល់និងកង្វល់នៃសង្គមសក្តិភូមិសម័យលង្វែកព្រោះបើសង្គមបានរៀបចំត្រឹមត្រូវហើយនោះក៏គ្មានមនុស្សពុករលួយដោយអរជូនអាចយកអំណាចមកសម្លាប់ប្តីនាងហើយម្ដាយនាងក៏មិនអាចឈួតវង្វេងលមោបនឹងបុណ្យស័ក្តិទឹកប្រាក់នោះដែរ 3. ភក្តីភាពរបស់នាងទាវនាងទាវពិតជានារីមានភក្តីភាពដោយភក្តីភាពនោះមានស្ថិរភាពជានិច្ចដូចជាផាហ៊ុមដន្លាប់ផ្សងឲ្យបានជួបទុំពេលទុំឃ្លាតនាងមានទុក្ខចិត្តស្លាប់ខ្លួនហើយពេលដែលម្ដាយនាងសម្រេចលើកនាងឲ្យមើលងួនកូនអរជូនចៅហ្វាយស្រុកត្បូងឃ្មុំនោះនាងហ៊ានតវ៉ានឹងការសម្រេចចិត្តរបស់ម្ដាយនាងដោយតឹងសរសៃកដោយបានបញ្ជាក់ទំព័រទី49បន្ទាត់ទី11ដល់16ទាវឮម្ដាយប្រាប់ចាប់ចាំទុកស្ទើរធ្លាក់ថ្លើមក្តុកពុំរសាយ
ទើបមានវាចាថាម៉ែអាយខ្ញុំកូនដូចស្ដាយបាយចំណីថាបើម៉ែព្រមលំមុំនឹងគេកូនម៉ែទំនេរមានប្រុសស្រីលើកឲ្យគេទៅទុះពី3តាមម៉ែមេត្រីឲ្យថ្មីខ្ញុំទទួលទទូចខូចការហើយខុសសោះហ៊ានឆ្លើយថាម៉ែកុំម៉ែមានកូនគូរៀបសំគុំឃើញលោកបនធំលើកខ្ញុំឲ្យបើយើងពិនិត្យឲ្យច្បាស់យើងឃើញថាវគ្គត្រង់នេះរឹតតែបង្ហាញពីភក្តីភាពនិងភាពស្មោះត្រង់របស់នាងទាវចំពោះទុំពិតប្រាកដយើងទទួលស្គាល់ហើយថាអ្នកទាំងពីរនោះគ្រាន់តែស្រឡាញ់គ្នាចិត្តនឹងចិត្តរយៈពេលខ្លីប៉ុន្តែគេបានសម្រេចចិត្តរៀងខ្លួនគឺខិតខំឲ្យបានជួបគ្នានាងទាវយល់ទុំក្នុងរយៈពេលខ្លីឯទុំវិញមិនមែនជាមនុស្សក្នុងស្រុកភូមិនាងគឺមិនស្គាល់ជីវប្រវត្តិពូជពងអ្វីនោះសោះហើយទុំក៏ជាភេទបព្វជិតនាងមិនបានគិតទ្រព្យសម្បត្តិឬបុណ្យស័ក្តិនោះទេតែនាងគិតទៅលើចិត្តនិងចិត្តទោះបីថាទុំជាសង្ឃក៏ដោយទោះបីពុំដឹងថាទុំត្រឡប់មកវិញពេលណាឬទុំសឹកជាក្រហោះក៏ដោយនាងនៅតែរក្សាស្វាមីភក្តិចំពោះទុំជានិច្ចនាងរងចាំទុំរហូតដល់ពេលទុំសឹកបដិញ្ញាជួបជារៀងរហូតចំណែកមើលងួនវិញជាកូនលោកអជូនចៅហ្វាយស្រុកត្បូងឃ្មុំមានទាំងទ្រព្យសម្បត្តិមានបុណ្យស័ក្តិអំណាចហើយដែលបានឲ្យគេស្ដីដណ្ដឹងនាងត្រឹមត្រូវតាមច្បាប់ព្រមទាំងឲ្យនាងបានស្គាល់ជីវប្រវត្តិផងដែរនោះហេតុដូចម្ដេចបានជានាងប្រកែកមិនព្រមទទួលយកមើលងួននេះគឺមកពីទឹកចិត្តរបស់នាងមិនស្រឡាញ់មិនអាចផ្ញើខ្លួនជាគូគប់មិនអាចមានសុភមង្គលបានព្រោះគ្មានទឹកចិត្តស្នេហានឹងគ្នានៅក្នុងបញ្ហានេះយើងយល់ថាក្នុងករណីនេះអាចមាននារីខ្លះមានការប្រែប្រួលចិត្តដោយផ្អែកលើភាគីម្ខាងទៀតដែលមានលក្ខណៈសម្បត្តិខាងសម្ភារៈបុណ្យស័ក្តិនិងកិត្តិយសដោយដែលបានពោលខាងលើប៉ុន្តែចំពោះនារីទាវវិញនាងបានរក្សាលំនឹងភក្តីភាពយ៉ាងស្មោះត្រង់ចំពោះទុំទោះបីមានអ្នកចូលស្ដីដណ្ដឹងនាងសម្បូរទៅដោយសម្ភារៈកិត្តិយសបុណ្យស័ក្តិយ៉ាងណាក៏ដោយបញ្ហានេះយើងគួរសរសើរនាងដែរព្រោះថានាងក៏ពុំបានប្រគល់ខ្លួនប្រាណឲ្យទុំនោះឡើយដូចនេះនាងគ្មានបញ្ហាអ្វីដែលត្រូវរងចាំទុំទេប៉ុន្តែការចងចាំរបស់នាងចង់បញ្ជាក់ថាគឺជាការព្រមព្រៀងដោយស្ម័គ្រចិត្តរវាងចិត្តនិងចិត្តដោយនាងសច្ចាផ្សងតាមរយៈផាហុំនិងដន្លាប់កន្លងមកម្យ៉ាងទៀតយើងអាចនិយាយបានថាប្រការទាំងឡាយដែលនាងហ៊ានតវ៉ាប្រកែកនឹងម្ដាយអាចចាត់ទុកជាកូនអកតញ្ញូក៏សឹងបានក៏ប៉ុន្តែការតវ៉ារបស់នាងគឺជាការទទួលខុសត្រូវផ្ទាល់លើជោគវាសនារបស់ខ្លួនក្នុងការរើសគូស្រករអនាគតនៅពេលខាងមុខរួមសេចក្តីមកដោយមានភក្តីភាពចំពោះទុំនាងសុខចិត្តលះបង់នៅអ្វីៗទាំងអស់ដែលជាបំណងប្រាថ្នារបស់ម្ដាយនាងសេចក្តីសង្ឃឹមរបស់ម្ដាយនាងប្រពៃណីទំនៀមទម្លាប់របស់កូនចំពោះឪពុកម្ដាយក្នុងការទុកដាក់កូនចៅនេះឯងភក្តីភាពរបស់នាងចំពោះទុំកាន់តែបញ្ជាក់ឲ្យឃើញច្បាស់ថែមទៀតនៅពេលទុំលាចាកសិក្ខាបទដោយសេចក្តីស្នេហាលើសលប់ចំពោះនាងទោះបីមិនទាន់បានការអនុញ្ញាតពីគ្រូទុំស៊ូបដូរខុសវិន័យហើយមកជួបនាងនៅលើផ្ទះទំព័រ54បន្ទាត់ទី15ដល់16ទុំអោបបីបំថ្នមប្រឡែងទាំងពីរឥតក្រែងរួមមេត្រីនៅក្នុងគ្រឹះស្ថានខ្សានដូចក្តីស្រស់ស្រីស្រួលស្រើបដោយតណ្ហាទំព័រ55បន្ទាត់ទី1ដល់ទី2ទាវស្រួលទទួលព្រមចូលចិត្តទុំសោតស្នេហ៍ស្និទ្ធថើភត្រាទាំងពីរហ៊ានស្បត់ប្រកាសថាខ្ជាក់ស្លាបដូរគ្នារួចទាវឆ្លើយចំពោះបញ្ហានេះយើងចាត់ទុកជាស្នេហាលួចលាក់ក្បត់នឹងប្រពៃណីជាតិនាងទាវបានអនុវត្តនៅអ្វីដែលមានលក្ខណៈខុសឆ្គងបំផុតក្នុងប្រពៃណីជាតិនៅពេលដែលម្ដាយនាងមិននៅផ្ទះអាកប្បកិរិយាមិនសមរម្យបែបនេះជាបុព្វហេតុនាំឲ្យក្បត់ប្រពៃណី
មីយាថោកទៀបនៃនាងទាវដែលលួចលាក់ស្នេហាក្បត់ប្រពៃណីកំបាំងភ្នែកចាស់ទុំគឺក្បត់ចិត្តម្ដាយរបស់ខ្លួនមកស្នេហាជាមួយទុំសកម្មភាពរបស់នាងទាវធ្វើឲ្យម្ដាយពិបាកចិត្តអាប់អោនកិត្តិយសនិងទទួលភាពអាម៉ាស់គិតអ្វីលែងយល់ឃើញតែភាពខ្មៅងងឹតរហូតរកលេសបង្ខំកូនរៀបការនឹងមឿនងួនក្នុងនាមកូនស្រីមួយរូបនាងទាវគួររក្សាកិរិយាមារយាទឲ្យសុភាពរាបសាររំទុំតាមពាក្យទូមានរបស់ម្ដាយដែលជានិច្ចកាលចង់ឲ្យកូនមានកិត្តិយសខ្ពង់ខ្ពស់និងភាពថ្លៃថ្នូរប៉ុន្តែផ្ទុយទៅវិញនាងទាវបែរជាយកកិត្តិយសខ្ពង់ខ្ពស់មកជន់ឈ្លីធ្វើឲ្យមានការអនុវត្តរំលងប្រពៃណីដែលជាអំពើមួយគួរឲ្យស្អប់ខ្ពើមបំផុតក៏ប៉ុន្តែការប្រព្រឹត្តអំពើក្បត់ប្រពៃណីជាតិរបស់នាងទាវពុំមានលក្ខណៈខុសគ្នានឹងអំពើប្រព្រឹត្តរបស់នាងបទុមកេសរជាមួយសវណ្ណកុមារក្នុងរឿងហង្សយុនយើងឃើញថាឥទ្ធិពលស្នេហាធ្វើឲ្យនាងបទុមកេសរចំបែងទ្រូងទ្រាំមិនបានហ៊ានឲ្យភីលៀងម្នាក់ទៅសួរសវណ្ណកុមារថែមទាំងឲ្យប្រស្នាថាពេលយប់បើព្រះអង្គផ្ទុំលើសយនាម្នាក់ឯងពុំលក់សូមឲ្យព្រះអង្គយកប្រហោះថ្មីមកដណ្ដប់សវណ្ណកុមារយល់ប្រស្នានេះបានក្បត់ប្រពៃណីរាជវង្សដែលយើងចាត់ទុកជាអំពើឆ្គាំឆ្គងនៃប្រពៃណីជាតិចំពោះរឿងនាងបទុមសូរិយានៅក្នុងរឿងចិនវង្សក៏ដូចនារីទាំងពីរនោះដែរប្លែកតែនាងពុំព្រមស្រឡាញ់យក្សដែលបំរុងរៀបការជាមួយនាងព្រោះនាងស្អប់យក្សចិត្តសាមាននាងក៏ផ្សងរកគូជីវិតបានជួបនឹងចិនវង្សរួមរយៈស្នេហាខុសប្រពៃណីទោះបីយ៉ាងណាក៏ដោយក៏នារីទាំង3រូបខុសប្រពៃណីដែលពុំអាចអត់ឱនឲ្យបានឡើយប៉ុន្តែយើងអាចរកប្រភពទាំងនេះបានតើការក្បត់នេះសុទ្ធតែមកពីនាងឬបើសង្កេតតាមផ្ទៃរឿងឃើញថាមានតួអង្គកញ្ញាទាំងនោះមានលក្ខណៈដូចគ្នាក៏ប៉ុន្តែយើងឃើញថាមានតែបុរសទេដែលឈ្លានពានឧទាហរណ៍ក្នុងរឿងទុំទាវទំព័រ54បន្ទាត់ទី3ដល់ទី7ទុំថាខ្លួនបងដូចដំរីខ្លួនប្អូនស្រស់ស្រីដូចអំពៅដំរីបានផ្អែមមិនដែលទៅឆ្ងាយពីអំពៅណាអូនណាទាវថាអស់អោអ្នកថ្លៃអើយនរណាដោយហើយកុំសង្ការពាក្យប្រុសភូតព្រៀងអាងប្រាជ្ញាកុំណាខ្ញុំថាកុំសង្ស័យទាវមានវោហាប្រាជ្ញាដោះទុំគ្មានខ្លាចសោះចូលចាប់ដៃថើបថែឋានីអ្នកមាសថ្លៃនៅតែសង្ស័យមិនជឿចិត្តអំពើនាងទាវហាក់ទាន់សម័យដែរតែមិនមែនជាលក្ខណៈនារីខ្មែរទូទៅនោះទេគេត្រូវស្រឡាញ់គ្នារវាងចិត្តនិងចិត្តស្គាល់បំណងគ្នាទៅវិញទៅមកហើយឲ្យចាស់ទុំដឹងឮផងរួចគេរៀបការប្រកបដោយសុភមង្គលសិរីសួស្តីរវាងគូសង្សាររបស់ខ្លួនតែគេពុំគួរក្បត់ប្រពៃណីទេនាំឲ្យមានកេរ្តិ៍ឈ្មោះមិនល្អក្នុងសង្គមមនុស្សការចោទប្រកាន់នាងទាវទៅលើចំណុចខាងលើគឺជាការមិនសមរម្យដែរការឆ្គាំឆ្គងលើប្រពៃណីជាតិដែលអាចចាត់ទុកជានារីជឿនលឿនហួសប្រពៃណីប្រៀបបានទៅនឹងពាក្យទំនឹមទំនៀមថាទុំមុនស្រគៀលតែយើងចង់បញ្ជាក់ថានាងទាវបានបង្ហាញនូវភក្តីភាពរបស់នាងចំពោះទុំជាសង្សារដែលមានកម្រិតកាន់តែឡើងជាលំដាប់ទំហំនៃសេចក្តីស្នេហារបស់នាងចំពោះទុំសមស្របនឹងទំហំនៃភក្តីភាពរបស់នាងផងដែរយើងសរសើរនៅស្មារតីរបស់នាងតាំងពីដើមរហូតដល់ចប់គឺនាងរក្សានិងពង្រីកជានិច្ចនៅភាពស្មោះត្រង់ឬក៏ស្វាមីភក្តិចំពោះបរិសុទ្ធដែលខ្លួនស្រឡាញ់និងមានទំនុកចិត្តទោះបីស្ថានភាពតានតឹងលំបាកស្មុគស្មាញយ៉ាងណាក៏ដោយក៏នាងពង្រឹងបានគោលជំហរនេះជាប់ជានិច្ចភក្តីភាពរបស់នាងទាវចំពោះទុំពេលទុំទៅរាជធានីលង្វែកយើងដឹងថាទុំនឹងពេជ្រទាំងពីរប្រាណចេះច្រៀងនិងចេះភ្លេងតន្ត្រីឬសូរល្បីឈ្មោះដល់ខ្សាត់ខ្សានព្រះរាជអង្ការពេលនោះទុក្ខរបស់នាងទាវកាន់តែខ្លាំង
ព្រោះនាងស្រឡាញ់ទុំហើយការស្រឡាញ់នោះសំដែងនៅភក្តីភាពយ៉ាងធំធេងទំព័រ59បន្ទាត់ទី9ដល់ទី12ទាវអើយត្បិតមានព្រះតម្រាស់ប្រកាសជាក់ច្បាស់ពីចក្រីឲ្យយកខ្លួនបងទៅឆាប់ក្មៃបងសូមលាស្រីថ្លៃឧត្តមទាវឆ្លើយថាអោអ្នកថ្លៃអើយទុកប្អូនឥតស្បើយរឹងក្រៀមក្រំប្អូនទុកមិនបានខ្សានទ្រទ្រាំទុកមមក្នុងខ្លួនប្អូនមិនស្បើយទំព័រ59បន្ទាត់ទី15ដល់16និងទំព័រ60បន្ទាត់ទី1ដល់ទី3ទាវថាអោទុកប្អូនខ្លាំងម្លេះមិនមានរបេះទៅត្រង់ណាអូនប្រះប្រុសថ្លៃថ្លើមសង្សារទាវខំស្រវារៀបគូគងសម្ពុតស្លាមលូមូបារីរៀបដាក់ហឹបថ្មីឲ្យទុំផងរួចទាវផ្ដែផ្ដាំថាអ្នកបងទៅហើយវិលគងឆាប់រុះរាវិលមកយកប្អូនណាអ្នកថ្លៃប្អូននៅក្រំខ្សែបងអាសាទំព័រ65បន្ទាត់ទី4ដល់ទី8ដំណើរទុំទុកស្លេះបងអង្គថ្លែងទៅទាវចង់ប្រុងអាត្មាតាំងពីទុំឃ្លាតឃ្លាកាលណាទាវកើតទុក្ខាពុំមានខ្សានចំណៃបាយទឹកមនឹកនីសាច់ជ្រូកមន់ទាពោពេញចានសល់នៅក្រៀមផ្អែសស៊ីមិនបានរំខានវិយោគសោយសោកាយើងដឹងហើយថាទុំចេះច្រៀងពីរោះល្បីល្បាញឮសោះសាយឯពេជ្រវិញចេះភ្លេងយ៉ាងប៉ិនប្រសពជាហេតុនាំឲ្យព្រះរាជាចាប់អារម្មណ៍ត្រាស់បង្គាប់រាជបម្រើឲ្យយកទុំនិងពេជ្រមកថ្វាយព្រះអង្គប្រការនេះកាន់តែធ្វើឲ្យនាងទាវកាន់តែមានទុកថែមទៀតជាពិសេសនៅពេលដែលទុំបាននិយាយប្រាប់នាងថាទាវអើយត្បិតព្រះរាជាឲ្យយកខ្លួនទៅយ៉ាងឆាប់រហ័សត្រង់នេះបញ្ជាក់នៅភក្តីភាពរបស់នាងចំពោះទុំនាងទាវបាននិយាយប្រាប់ទុំថាទុកនាងពីមុនមានមកហើយតែម្ដងនេះទុករឹតតែធំធេងថែមទៀតព្រោះនាងបានព្រាត់គូសង្សារជាទីស្រឡាញ់ពេញចិត្តទុកនាងពុំស្បើយហើយថែមទាំងរឹតតែក្រៀមក្រំមិនរសាយឬទុកនៅការនឹករលឹកការស្រឡាញ់ចំពោះទុំមិនបានឡើយហើយនាងក៏ពុំអាចទ្រាំទ្រនៅទុកបែបនេះបានដែរនាងទាវបានរៀបរាប់ពីទុកនៃសេចក្តីស្នេហារបស់នាងក៏ពិតមែនតែទន្ទឹមនឹងនោះវាក៏ផ្ដើមចេញពីភក្តីភាពដ៏ធំធេងរបស់នាងដែរនាងក៏មិនបានភ្លេចនៅវត្តកិច្ចរបស់នាងក្នុងនាមជាសង្សារដ៏ស្មោះត្រង់គឺនាងសារស័ព្ទបណ្ដើរៀបចំស្លាមលូបារីដាក់ក្នុងហឹបថ្មីមួយឲ្យទុំបណ្ដើជានិច្ចកាលនាងតែងផ្ដែផ្ដាំទុំកុំភ្លេចវិលត្រឡប់មករកនាងវិញក្នុងករណីទុំមិនមករកនាងទេនាងនឹងក្រំទ្រូងស្លាប់អសាបងមិនខានយើងឃើញហើយនៅកម្រិតទុករបស់នាងដែលកាន់តែធំឡើងហើយនឹងកម្រិតភក្តីភាពរបស់នាងដែលកាន់តែបង្ហាញខ្ពស់ឡើងដែរភក្តីភាពរបស់នាងទាវចំពោះទុំពេលរាជអាមាត្យនាំនាងទៅថ្វាយព្រះរាជាទុកនាងទាវពេលទុំបែកទៅរាជធានីលង្វែកពុំតាន់បានប៉ុន្មានផងស្រាប់តែទុកមួយទៀតធ្លាក់មកលើដើមទ្រូងនាងទៀតទុកម្ដងនេះចាត់ទុកជាទុកមួយយ៉ាងធ្ងន់ធ្ងរបំផុតព្រោះជាទុកធ្វើឲ្យនាងបែកពីទុំយ៉ាងងាយបំផុតសូមបញ្ជាក់ថាព្រះរាជាបញ្ជាឲ្យសេនាចេញទៅគ្រប់ខេត្តខណ្ឌដើម្បីជ្រើសរើសនារីរូបស្អាតមកធ្វើជាមហេសីទំព័រ68បន្ទាត់ទី9ដល់ទី12នៅនគរកម្ពុជានាដែនភពខេត្តខណ្ឌក្រនគ្រប់រាជសីមាអញចង់ចាត់រកយកស្រីណាមានលក្ខណៈជាមហេសីស្រីចិនយួនចាមតាមសក្តាកុំថាតាមអញសពព្រះតីទោះខ្មែរស្រុកស្រែចំការក្តីរស់វ័យកំបីគិតកោតក្រែងទំព័រ70បន្ទាត់ទី15ដល់16អញ្ញាខាងលួងទាំងពួងសួររះផងកក់គួរលុតលើកដៃថាទាវល្អមែនហើយម្ចាស់ថ្លៃសពថ្ងៃបានទៅកូនអរជូន
នៅពេលមកដល់ត្បូងឃ្មុំគប់ជួនពេលនោះព្រះសូរិយាទន់ទេត្រជាក់ទាវស្រីវលៈក៏ចេញមកលំហែប្រាណក៏ពួកអាមាត្យជួបយល់ឃើញថានាងទាវមានរូបសម្បត្តិល្អឥតខ្ចោះទំព័រ70បន្ទាត់ទី9ដល់ទី12លងលុះសុរិយេទេត្រជាក់ទាវស្រីវលៈចេញលំហើយអញ្ញារិចមុខទុកអស់ស្បើយថាគ្នាយើងអើយពេញហៅល្អយើងដើររកសពក្នុងបុរីមិនបានរូបស្រីស្រស់បវរអញ្ញាទាំងនោះឆ្ពោះស្មោះសរអំណរពេកពិតឥតស្មើបាននាងទាវដឹងថាគេនាំខ្លួនទៅថ្វាយស្ដេចហើយនឹងខ្លាយខ្លួនជាមហេសីស្ដេចទំព័រ70បន្ទាត់ទី13ដល់14នាំគ្នាមើលមៀងផ្អៀងអង្កាយអង្គឺដែនអាយកបលក្ខណាសំជាមហេសីមហាក្សត្រសានស័កសមអង្គប្រានស្រស់ប្រំប្រៃទំហំទុកពេលនេះគឺធំជាងពេលណាទាំងអស់ទុកនាងពេលនេះគឺជាទុកព្រោះបែកទុំរហូតព្រោះនាងនឹងក្លាយជាមហេសីស្ដេចព្រោះបំណងប្រាថ្នានាងត្រូវរលាយទាំងអស់ព្រោះទុំគេអាចយល់ច្រឡំចំពោះនាងនៅពេលអរជូនចាត់ចែងរៀបចំទូកយ៉ាងល្អសម្រាប់នាងទាវជីកនាងទាវមានទុកក្រៀមក្រំបំផុតហើយអង្វរនាងនោឲ្យជួយគិតដោះស្រាយនាងផងទំព័រ72បន្ទាត់ទី1ដល់ទី4ជីកទូកពុំសុកទុកពុំស្បើយទាវថានោអើយយើងឥឡូវបងជួយគិតប្អូនឲ្យត្រឹមត្រូវគេយកប្អូនទៅថ្វាយស្ដេចហើយបងមិនអាណិតចិត្តប្អូនផងទុកធ្ងន់កន្លងពុំមានស្បើយសំប្អូនខ្សិនខ្សៃទីដឹងអើយទុកអើយទៅម្នេញពេញជាថ្មីម្យ៉ាងទៀតនាងទាវពិបាកចិត្តខ្លាំងពេកក្នុងក្តីព្រួយបារម្ភមិនចេះចប់មិនចេះហើយបានត្រូវវិភាគថានាងត្រូវធ្វើយ៉ាងណាដើម្បីសម្ដែងភក្តីភាពចំពោះទុំដោយនាងបាននិយាយថាទំព័រ72បន្ទាត់ទី5ដល់ទី8ទុកមួយព្រួយព្រោះអង្គក្សត្រាយកជាសង្សាររួមបែបតីទុកមួយឃ្លាតទុំឆោមពិសីរស់ថ្វីសៅស្លាប់ទៅក៏ជាកើតមកជាមនុស្សក្នុងលោកីចាប់ជាតិជាស្រីរងវេទនាសង្សារសម្លាញ់ក៏ឃ្លាតឃ្លាវេទនាចិត្តអ្វីអីម្លេះណាចំពោះបញ្ហានេះនាងទាវបានសម្ដែងឲ្យឃើញទំហំភក្តីភាពរបស់នាងដែលកាន់តែមានកម្រិតខ្ពស់បន្តិចម្ដងផ្លូវមានតែមួយគត់ចំពោះនាងគឺសេចក្តីស្លាប់រស់ថ្វីស៊ូស្លាប់ទៅក៏ជាស្លាប់ទៅល្អព្រោះនាងយល់ថាបើរស់នៅคล้ายជាមហេសីស្ដេចហើយព្រាត់ប្រាសនិរាសពីគូសង្សារបែបនេះជាប្រការដែលរឹតតែនាំឲ្យនាងវេទនាចិត្តជាទីបំផុតនាងចេះវិភាគជ្រៅជ្រះថែមទៀតរហូតពុំចង់ចាប់ជាតិជាស្រីដែលខ្លួននាងមិនបានបំពេញនៅអ្វីដែលបំណងប៉ងប្រាថ្នារបស់ខ្លួនបានភក្តីភាពនាងចំពោះទុំខ្លាំងពេករហូតធ្វើឲ្យនាងមានអារម្មណ៍មិននឹងនួចំបែងចិត្តអណ្ដែតអណ្ដូងជានិច្ចទំព័រ72បន្ទាត់ទី15ដល់16ទាវថាអោអង្គព្រះច័ន្ទថ្លៃពោលដោយចរណៃលើវេហាដោយខ្លួនខ្ញុំបែកបងឃ្លាតឃ្លារស្មីចន្ទ្រាដល់ត្រជាក់ទំព័រ74បន្ទាត់ទី15ដល់16លងលុះទេទៀបព្រះសុរិយាទាវកើតទុក្ខានឹកដល់ទុំទុនទៀបចិត្តជីកវិសបាំងភ្នំស្រទុំត្រជាក់ចយត្រាទំព័រ75បន្ទាត់ទី12ដល់16ទុកប្អូនទៀតហើយទុំអើយអ្នកនៅលើដំណាក់ក៏ភ្លេចខ្ញុំឥឡូវប្អូនមកជ្រកដេកយំក្រាលក្រំដំបៅក្តៅអរាព្រឹកនេះគេនាំខ្ញុំទៅថ្វាយស្ដេចគង់ដែនអាយលើសិរសាខ្លួនឯងជារាជតើលោកណាមេត្តាដឹងទុកជួបមូលទុំទំព័រ76បន្ទាត់ទី1ដល់ទី2ព្រឹកព្រៀងភ្លឺស្វាងពណ៌រស្មីទាវស្រីថែថប់កើតទុកធំទឹកភ្នែកស្រក់ស្រោកវិយោគយំ
ធ្ងន់ខ្លួនស្មើភ្នំរលំលើដូចនេះយើងសង្កេតឃើញថានាងទាវជាស្រីម្នាក់ដែលមានស្វាមីភក្តិជាមួយទុំជានិច្ចទុកពុំចេះស្រាកស្រានទុកនេះបណ្ដាលមកពីការស្មោះត្រង់ទុំស្រឡាញ់ទុំពិតៗស្រឡាញ់មិនមែនមានន័យថាទុំមានទ្រព្យសម្បត្តិយុស័ក្តិអំណាចបើប្រៀបធៀបនឹងមើលងួនកូនអរជូននឹងទុំក៏ឃើញខុសគ្នាឆ្ងាយទៅហើយតែបើប្រៀបធៀបទុំនឹងព្រះរាជាដែលជាម្ចាស់ផែនដីវិញនោះវារឹតតែឃ្លាតឆ្ងាយដូចមេឃនឹងដីថែមទៀតតើហេតុអ្វីនាងទាវមិនស្រឡាញ់មើលងួនបើមិនស្រឡាញ់មើលងួនចុះព្រះរាជាដែលតម្កើងនាងជាមហេសីមានកិត្តិយសខ្ពង់ខ្ពស់លើសអស់ស្រីស្នំទាំងឡាយហេតុអ្វីក៏នាងមិនព្រមតើទុំជាមនុស្សមានលក្ខណៈអ្វីខ្លះដែលឲ្យនាងមិនអាចឃ្លាតឃ្លាឬបែកចេញពុំបាននោះយើងអាចឆ្លើយបានថាទុំពុំមែនមានលក្ខណៈពិសេសអ្វីទេតែទឹកចិត្តនាងបានគួចស្រឡាញ់ទុំរួចទៅហើយនាងមិនអាចផ្លាស់ចិត្តឬក៏ត្រូវសើរើគិតជាថ្មីនោះសោះឡើយគឺនាងបានរក្សាឯកភាពក្នុងភក្តីភាពចំពោះទុំជាយូរមកហើយតាំងតែពីលឺនាងណូនិយាយពីទុំរហូតដល់បានឃើញទុំផ្ទាល់បានរួមរយៈរហូតបែកពីទុំហើយចុងក្រោយទោះបីជានាងក្រងត្រូវដំឡើងជាមហេសីស្ដេចក៏ដោយក៏ប្រការទាំងនោះពុំអាចធ្វើឲ្យនាងប្រែប្រួលចិត្តគំនិតលោភលន់បុណ្យស័ក្តិអំណាចឬទ្រព្យសម្បត្តិអ្វីឡើយប្រការទាំងនោះពុំអាចបំបែកផ្លូវចិត្តដែលនាងបានរក្សាពូនជ្រុំជាយូរមកហើយបានទេអ្វីដែលសំខាន់ចំពោះនាងនោះគឺចិត្តនឹងចិត្តមិនមែនទ្រព្យសម្បត្តិបុណ្យស័ក្តិឬអំណាចនោះឡើយហេតុដូចនេះបានជាយើងឃើញនៅពេលអញ្ញាស្ដេចបានយកនាងទៅរាជធានីលង្វែកនាងមានទុក្ខព្រោះនឹកទុំរហូតមានទុក្ខព្រោះខ្លាចភក្តីភាពរបស់នាងក្នុងករណីត្រូវគេបំពាននាងបានលើករួចមកហើយថាទុក្ខនាងប៉ុនភ្នំរលំលើដូចនេះមានតែសេចក្តីស្លាប់ប៉ុណ្ណោះសម្រាប់នាងនេះជាការសម្រេចចិត្តរបស់នាងហើយនេះក៏ជាផែនគ្រឹះនៃកម្លាំងភក្តីភាពរបស់នាងដែលកំពុងមានអនុភាពជានិច្ចបាទអញ្ចឹងនៅក្នុងរាត្រីនេះខ្ញុំបានអានត្រឹមតែទំព័រទី37ប៉ុណ្ណេះចុះហើយនៅក្នុងរាត្រីបន្ទាប់ខ្ញុំនឹងអានបន្តទៀតដើម្បីបញ្ចប់នៅក្នុងរឿងទុំទាវដែលដោតទៅលើភក្តីភាពរបស់នាងទាវនេះបាទប្រសិនបើមានកំហុសខុសឆ្គងទៅលើចំណុចណាមួយក៏សូមខន្តីអភ័យទោសបាទចំពោះប្រិយមិត្តអស់លោកអ្នកសូមជម្រាបលា